មានលើកទី2ចាអធិស្ឋានចាការប្រកួតនេះគឺលក្ខណៈគុណខ្មែរបងប្អូនចាអញ្ចឹងគុណខ្មែរវាយ3ទឹកចាប៉ុន្តែចាកីឡាករត្រូវប្រុងប្រយ័ត្នជាមួយនឹងច្បាប់ដូចគ្នាអញ្ចឹងចាដួហាមថែមណាប្រយ័ត្នបន្តិចចានេះទឹកទី1មកហើយចាទោះការប្រកួតនេះ3ទឹកមែនប៉ុន្តែបើកីឡាករចាកុំឲ្យលោកចាចៅក្រមយើងហត់គឺអាចផ្ដាច់មុនទឹកបានចាមិនបញ្ហាអាលីនេះមើលទៅតំណងណាស់ប៉ុន្តែមិនដឹងថាតំណងវាយឬក៏គេតំណងគេវាយយើងចៅក្រមត្រៀមប្រុងប្រែប្រកួតខេមឌីម៉ាហ្វៃគូទី5គឺជាគូអន្តរជាតិមិត្តភាពកម្ពុជាអ៊ីរ៉ង់ទឹកទី1 round 1ទឹកទី1 round 1បានឈានចូលមកដល់ចាឥឡូវនេះអ្នកតបបាក់ឆាកណ្ដាប់ដៃពោះទឹកពីសៅពីឆៃល្អណាស់ចលមួយពីអាលីវិឆៃចាប់ជើងជាប់ពីឆៃញាក់ទៅញាក់មកអត់ទេបាត់កាត់ក្រោមមួយពីសៅវិឆៃកាប់លើណែមិនធម្មតាប្រាប់បីថាមិនធម្មតាគឺមិនធម្មតាវាយមួយពីវិឆៃចាប់រាំកិច្ចពីអាលីครับអាលីកាស់ម្ដាយឆ្វេងមួយពីកីឡាកររងទាត់ចេញពីកីឡាករកម្ពុជាចាប់ជើងជាប់ពីកីឡាករគុនខ្មែររៀបនឹងបាត់កែងទៅហើយប៉ុន្តែមិនចេញអាលីចាប់ក្បាច់បានមុនគោះជើងក្រោមមួយពីវិឆៃដៃចូលបោះបានម្ដាយពីអាលីទាត់ក្រោមពីវិឆៃជាយឹមលេងចាក់ជើងក្រោមបាត់កណ្ដាប់ដៃលើពីអាលីផ្ទះឆ្វេងមួយពីវិឆៃកាប់ក្រោមមួយពីវិឆៃអាយ៉ាវិឆៃហាក់បីដូចជាចង់លេងជើងក្រោមដើម្បីឆ្វៃផ្ការបស់អាលីល្អមែនតើតែចំគោលដៅវិឆៃញាក់មួយញាក់ពីរសម្លឹងសម្លាក់អត់ទៅណាទេឥឡូវនេះចូលជាបន្តទៀតរបស់កីឡាករសងវិឆៃទាត់មកជើងបវលវត្តពីវិឆៃអត់ត្រូវទៀតចាអាលីប្រហែលជាមើល YouTube វិឆៃហើយអស់ហើយហ្នឹងចាប់ក្បាច់វិឆៃបានលឿនមែនតើវាយពោះទឹកមួយពីអាលីครับជាយឹមដើរចូលលុកចលោមួយគោះបានចូលទៅតែមុខវាយពោះទឹកមួយពីសងវិឆៃកម្ពុជាដើរចូលទាត់កាត់ម្ដាយពីកីឡាកររងជំទោត្រមេឃពីរងគុនខ្មែរចាប់ជើងជាប់អត់ទេអត់ទៀតលោកនៅបន្ថេតប្រាប់ថាឲ្យបុកទាត់គោះជើងក្រៅមួយឡាកោកក្រហមទាត់កាប់លើមួយពីអាលីครับវាយពោះទឹកពីកីឡាករគុនខ្មែរទាត់កាត់ជើងក្រៅពីកីឡាករគុនខ្មែរវាយកណ្ដាប់ដៃហើយក៏ទាត់សងវិញហើយក៏ពីកីឡាករបង្គោលខៀវវិឆ័យគេតាន់ទាត់កាត់ជើងក្រៅពីសាវិឆ័យវាយម្ដាយពីកីឡាករបង្គោលខៀវរងផ្ទះម្ដាយពីរងថែមមួយជើងពីកម្ពុជាលុកផ្ទះបានម្ដាយទៀតពីកីឡាករអាលីครับច្រឡំមួយពីកីឡាករសៅវិឆ័យទាត់ច្រឡំលើទាត់ក្រោម7មកជុំអត់ចាំគោលដៅទៀតនៅតែព្យាយាមដៃចូលពីវិឆ័យសម្លឹងសម្លាក់សម្រាប់ទឹកមួយទាត់កោះជើងក្រោមអត់ទេចាក់តបមួយអីយ៉យប្លង់បាញ់មីនេះអូនណាស់បាត់ខែងអត់ត្រូវទៀតវិឆ័យខឹងហើយខឹងខ្លាំងណាស់កោះជើងក្រោមចាប់ជាប់អត់ទៀតកាប់វិញពីវិឆ័យដៃចូលពីកីឡាកររងឥឡូវនេះទាត់កោះជើងក្រោមពីសាវិឆ័យមាត់ពោះទឹកពីរងកាត់ជើងក្រោមពីកម្ពុជាថយតិចវិឆ័យកោះក្រោមរងឈើជើងហើយទៅហើយធាក់ទុំមួយពីកីឡាករអាលីដើរចូលពីវិឆ័យឆ្វេងស្ដាំពីអាលីដើរចូលពីសៅវិឆ័យដើរចូលវាយមួយទាត់កោះក្រោមមួយពីវិឆ័យម៉ាត់កណ្ដាប់ដៃពីអាលីម៉ាត់ផ្ទះម្ដាយវត្តបានមួយជើងទៀតអត់តំគោលដៅចាប់ទឹកទី1ស្រាវឧបត្ថម្ភផ្ដាច់មុខដោយកាបាឌីបៀចង្កភ្លេចណាថ្ងៃចុងសប្ដាហ៍ជាមួយនឹងកាបាឌី Live ស្រាលស្រទន់ជួបជុំបានយូទស្សនារូបភាពយឺតនេះកាប់មួយជើងខ្ពស់លុកទាត់ទៅវិញពីវិឆ័យលឿនមាត់ពោះទឹកស្រាលកន្លែងនេះទាត់ចាប់ជើងជាប់ផ្ទះបានម្ដាយទៅវិញពីខៀវមួយជើងរទះជើងជុះសមុទ្រពីអាលីល្អមែនតើអាកន្លែងនេះឆ្ងាញ់ដូចកាបាឌី Black ចឹងណាអូខេការប្រកួតជក់ចិត្តបានឈានចូលមកដល់ជាបន្តខេមឌីម៉ាហ្វៃគូអន្តរជាតិទី5ទឹកទី2 round 2ឥឡូវនេះទឹកទី2បានឈានចូលមកដល់សូមសម្លេងចាត់ដៃខ្លាំងមួយទៀតមកអូខេតើទស្សនកម្មប្រកួតទឹក2គូមិត្តភាពអន្តរជាតិកម្ពុជារងវិឆ័យសំសោចហ្នឹងតែក្នុងចិត្តខឹងដើម្បីឆ្វៃផ្កាមួយពីអាលីទាត់ក្រោមពីវិឆ័យអាលីចាសាច់សល្អក្បាច់ទាត់មកជើងពីវិឆ័យណែទាត់អីតើឯងខ្ញុំក៏ចេះទាត់ដែរចាជើង
ផុតក្បាលបងទៀតធាក់ទុបមួយពីវិឆ័យអាលីដែរចូលវិឆ័យផ្ទះឆ្វេងធាក់ចំទល់ត្រមេកមួយពីអាលីครับគាត់ជើងក្រោមពីកម្ពុជាយ៉ាអីចំមិនវាយទេបាច់ចលោ ឥឡូវនេះដែរចូលជាបន្តទៀតវាយមួយវាយពីរស្រាលណាស់វិឆ័យថាអត់ឈឺទេវាយចឹងដែរចូលជាបន្តទៀតពីសំវិឆ័យគាត់កាត់ជើងក្រោមពីសំវិឆ័យដែរចូលទាត់មកជើងឆ្វេងពីកន្លះកបង្គោលខៀវហើយគាត់ទាត់មកជើងទៀតពីកន្លះកបង្គោលក្រហមទាត់មកជើងពីសំវិឆ័យចាប់ជើងជាប់ Wow amazing Hello man then ញាក់សាច់ឥឡូវទស្សនាការប្រកួតជាបន្តទៀតខ្ញុំភ្ញាក់មិញគាត់កាត់មកជើងពីកន្លះកបង្គោលក្រហមគាត់កាត់ចាប់ជើងជាប់ពីអាលីครับវិឆ័យអត់ខ្លាចទេតែចូលជាបន្តទឹកមួយតាពីរតា3តា4អត់ត្រូវទៀតអត់ឈឺអាលីងគាត់កាត់ជើងក្រោមមួយពីវិឆ័យឈឺជើងអីអាម៉េចអាម៉ាបោះបានមួយទៀតពីអាលីរុញចេញពីវិឆ័យកាត់ជើងក្រោមវិឆ័យចាប់ជើងជាប់ស្ដាយកន្លែងហ្នឹង one ឈឺអី two three 3 four 4 five 5 six 6 seven 7 eight 8 អូខេ no problem ប្រកួត អត់បញ្ហា បន្ត ប្រកួតបានទៀតអត់បញ្ហាវិឆ័យដៃចូលវិឆ័យទាត់លើផុតក្បាលរបស់អាលីទៀតវិឆ័យទាត់ក្រោមមួយទៀតលើកជើងបាត់ពីកន្លះកអាលីវិឆ័យរកឃើញចំណុចខ្សោយគាត់គួរមកជើងវិសៅវិឆ័យតាក់មួយតាក់ពីរពីអាលីកាត់ជើងក្រោមពីវិឆ័យ ក៏ស ទៅឲ្យឈឺចាប់ណាស់ឈឺចាប់ណាស់ Two អត់ចង់ឈឺទេតែជើងហ្នឹងវាឈឺ four five អូយស៊ូអីស៊ូ Six យ៉ាងនេះប្រុសស្អាត seven ចា eight អត់ nine ទេ ten ទៅលេងរួចហើយចាឆន្ទៈជាអ្នកចម្បាំងចង់ប្រកួតទៀតតែចារាងកាយក្បត់បេះដូងចាហេសំពិសិដ្ឋអង្គុយសោចគេខ្លួនឯងគេធ្លាប់ឈឺចឹងដែរ បាទបែកកង់ក្រោមបាត់ទៅហើយ ចា បាទសម្រាប់កីឡាករអេរ៉ង់បាទការ ធ្លាប់ កាប់ តែ ក្រោម ស៊ីគេកែងនៅពេលមកស៊ីជើងចឹងស្អាតតាវិឆ័យ បាទ ចា វិឆ័យទាត់ជើងក្រោមបាញ់មិញលេងធ្ងន់ណាស់ ចាំអត់មានតែការខ្ញុំជួយសែងអីមួយទៀតអត់ចាអត់ទេណា បាទ មានណាទៅដល់ដួលជន់គេលើដើមមិនចាប់តោះអូនេះ slow mo កន្លែងហ្នឹងអែមហ្មង បើយើងទស្សនាបាទរូបភាពយឺតៗកន្លែងនេះបាទចាប់ជើងបាទធ្វើអត់ចេញបាទចាប់ជើងសុំដួលដែរបាទនេះរុនទះជើងព្យុះសមុទ្រប៊ូបមួយជើងកាប់ជើងក្រោមបាទអូវិឆ័យទាត់លើផងទាត់ក្រោមផងបាទសំខាន់បំផុតគឺស៊ីជើងក្រោមបាទបែកកង់ក្រោម ជើងបោះអាលីគឺក្រហមចាអស់ហើយណាចានោះឡើងឡោកតតគ្នាឡើងឡោកចាឈឺដែរតែអត់អីទេចាធ្វើមិនទេយ៉ាយើងអន់ជើងក្រោម បាទ ចាកង់យើងនៅស្ទើណោះចារឿងអីបើមិនឈ្នះអត់មើលខ្នាយយោ បាទ ចាអរគុណ បាទនិយាយទៅវិឆ័យឡើងមកដឹងតាបាទល្អមើលហើយបាទ ចា បៃផងទាត់ផងធាក់ផងបាទលទ្ធផលគឺឈ្នះអញ្ចឹងបាទសម្រាប់អ្នកខ្លាំងណាបាទអរគុណសូមផ្ដល់ទូនទីជូនទៅដល់គណៈកម្មការបច្ចេកទេសប្រកាសលទ្ធផលជាផ្លូវការ ចាត់សូមអរគុណបងកក្រហម